បរមម្នាក់នេះអ្នកគ្នាគាត់បានបន្លំខ្លួនជាដុកទ័រហើយថែមទាំងបើក clinic ខុសច្បាប់ថែមទៀតតែគាត់មានឈ្មោះថាម៉ាឡាខៃ Love Robinson មានអាយុ17ឆ្នាំរស់នៅក្នុងរដ្ឋ Florida ហើយក្មេងម្នាក់នេះអ្នកគ្នាគាត់ពិតជាចង់ខ្លាចជាគ្រូពេទ្យយ៉ាងខ្លាំងថ្ងៃមួយក្នុងឆ្នាំ2014ហ្នឹងគាត់សុកគិតខ្លួនឯងថាចុំខ្ញុំឥឡូវជាគ្រូពេទ្យអីគេតនៅចូលរៀនហ្នឹងខ្លាចជាគ្រូពេទ្យបាត់ពីព្រោះគាត់មិនចង់ចំណាយពេលរៀនសាកលវិទ្យាល័យទេសូម្បីតែអាយុរបស់គាត់ក៏អត់ទាន់គ្រប់អាយុចូលរៀនក្នុងសាកលវិទ្យាល័យដែរអ្វីដែលគាត់ត្រូវធ្វើហ្នឹងក៏ប្រាប់គេថាខ្លួនឯងជាដុកទ័រទៅបានហើយចាប់បាត់ហើយឥឡូវខ្ញុំនិយាយហ្នឹងក៏ឆ្ងល់ដូចគ្នាគាត់អាយុតែ17ឆ្នាំជាក្មេងឡើយហ្នឹងហើយទៅកុហកគេបែបមិនហ៎យើងមានតាមណារឿងនឹងបន្តទៀតប៉ុន្តែគាត់បានរៀបចំផែនការមួយដែលគាត់ទៅទិញកៅអៅពេទ្យនិង stethoscope ដែលជាប្រដាប់វាស់ចង្វាក់បេះដូងស្រាប់ចង្វាក់បេះដូងអីហ្នឹងពីកន្លែងណាមួយរួចបាត់ហើយពេលគាត់មានសម្ភារៈអស់ចឹងគាត់សម្រេចចិត្តថាទៅមន្ទីរពេទ្យមួយក្នុងទីក្រុងរដ្ឋ Florida ហ្នឹងនៅក្នុងមន្ទីរពេទ្យហ្នឹងគាត់បានដើរទៅវិញទៅមកធ្វើខ្លួនឯងដូចគ្រូពេទ្យមែនតើអញ្ចឹងគាត់ចូលកន្លែងបណ្ឌិតអ្នកជំងឺពិភាក្សាជាមួយអ្នកជំងឺហើយហៅខ្លួនឯងថាជាដុកទ័រលើបខ្ញុំមិនច្បាស់ថាដុកទ័រលើបនឹងបានព្យាបាលឬក៏សម្ដែងសនាមួយអ្នកជំងឺណាខ្លះដែរទេតែគាត់គ្រាន់តែព្យាយាមឬក៏និយាយស្ដីធ្វើមើលដូចដុកទ័រមែនតើឲ្យសមនឹងកែភ្នែកអ្នកអតីតគេមើលមកអញ្ចឹងទៅហើយវាក៏ដំណើរការទៀតថ្ងៃស្អែកគាត់ត្រឡប់មកមន្ទីរពេទ្យវិញហើយដើរចូលម៉ាត់នៅក្នុងអាគារហ្នឹងធ្វើដូចខ្លួនឯងជាបុគ្គលិកទូទៅហើយរឿងនេះវាបន្តបានទៅរយៈពេល1ខែរហូតដល់ថ្ងៃមួយគាត់បានចូលក្នុងបន្ទប់អ្នកជំងឺដែលពិនិត្យមើលផ្ទៃពោះហ្នឹងក៏ជួបយកគ្រូពេទ្យពិតប្រាកដម្នាក់នៅក្នុងបន្ទប់ហ្នឹងដែរអញ្ចឹងគ្រូពេទ្យមែនតើហ្នឹងក៏សម្លឹងមើលទៅម៉ាឡាខៃហើយគាត់គិតភ្លាមៗថាចុំអាក្អូននេះបណ្ណាគេហើយមិនបានឯងពាក់អាវផ្លាក់ឈ្មោះអ្នកឯកទេសខាងថ្នាំស្បឹកអញ្ចឹងថាមន្ទីរពេទ្យហ្នឹងក៏ call ហៅប៉ូលីសភ្លាមប៉ូលីសក៏មកដល់វីខ្នោះទៅលើម៉ាឡាខៃហ្នឹងនៅក្នុងប៉ុស្តិ៍ប៉ូលីសហ្នឹងម៉ាឡាខៃខ្លួនគេហ្នឹងក៏បានយល់លេសប្រាប់ប៉ូលីសដែរថាខ្ញុំជាគ្រូពេទ្យរាប់ឆ្នាំហើយប៉ូលីសបើមិនជឿណាមើលខ្ញុំមើលសមត្ថភាពខ្ញុំនិយាយទៅប៉ូលីសក៏មិនជឿដែរគាត់ក៏និយាយទៅវិញថាអើយបានហើយឈប់តាក្អូនហែងក៏មកកុហកហែងមិនបានលេងគ្រូពេទ្យអីលប់អញ្ចឹងប៉ុន្តែរឿងហ្នឹងវាមិនធ្ងន់ធ្ងរដល់ថ្នាក់ជាប់ពុកអីទេដោយសារតែគាត់អត់ទាន់គ្រប់អាយុហើយនឹងម្ដាយឪពុករបស់គាត់មកលួចអញ្ចឹងទៅសូម្បីតែខាងមន្ទីរពេទ្យក៏គេមិនចង់ដាក់ពាក្យបណ្ដឹងអីវែងឆ្ងាយរឿងហ្នឹងចប់ទៅឲ្យវាឆាប់ចប់ចុះកន្លងទៅបានមួយរយៈម៉ាឡាខៃសម្រាប់ចិត្តថានឹងបោកគេខ្នាតធំយោយក្នុងឆ្នាំ2015ហ្នឹងគាត់រកអាប់រ៉មម្នាក់មានឈ្មោះថា Jesus គាត់ប្រាប់ Jesus ថាគាត់ជាគ្រូពេទ្យថែទាំសុខភាពហើយបើក clinic មួយ Jesus ក៏ជឿហើយគាត់តាក់ទងចង់ចំណេញឬក៏ផ្ដល់ប្រាក់ឲ្យម៉ាឡាខៃដើម្បីដាក់ទុនរកស៊ីបើក clinic ហ្នឹងដោយគាត់បានចំណាយប្រាក់$10,000ដើម្បីដាក់ទុនក្នុងការបើក clinic ម៉ាឡាខៃយើងហ្នឹងព្រមអត់តន់អស់ដំណឹងទេគាត់ខែមនឹងបើក website ទៀតដាក់ឈ្មោះខ្លួនឯងថាប្រធាននាយកនិងស្ថាប័នហើយគាត់ប្រើអំណាច doctor និងសរសេរថាគាត់មាន PhD អ្វីគ្រប់យ៉ាងដែលគាត់ធ្វើទាំងអស់ហ្នឹងវាសុទ្ធតែคล้ายៗទាំងអស់បន្ទាប់មកគាត់ថែមទាំងដាក់ពាក្យសុំស្នើ NPI ដើម្បីស្នើប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងហើយវាបានសម្រេចទៀតខ្ញុំមិនដឹងថាម៉ាឡាខៃហ្នឹងគាត់ប្រើវិធីសាស្ត្របោកប្រាស់គេបែបម៉េចឬក៏មកពីកំហុសរបស់បុគ្គលិកហ្នឹងមើលបានដិតដល់ហើយយ៉ាប់មកគាត់បានដាក់ឈ្មោះលើ website ហ្នឹងឈ្មោះថា Healthcred ឥឡូវផែនការរបស់គាត់ជោគជ័យហើយបន្ទាប់ពីគាត់បង្កើត website ទាំងអស់ហ្នឹងហើយអ្នកជំងឺជាបន្តបន្ទាប់បានបើកក្នុងអ៊ីនធឺណិតមើលទៅក៏ឃើញ website របស់គាត់នៅលើអ៊ីនធឺណិតក៏ចាប់អារម្មណ៍តាក់ទងមកគាត់ឲ្យព្យាបាលដល់ផ្ទះមួយក្នុងចំណោមនោះមានលោកយាយម្នាក់ឈ្មោះថា Athena អាយុ86ឆ្នាំ